អូនចេននេះមិនក៏ទៅឆ្លប់ប្រកាយជាមួយប្រពន្ធម្ចាស់ផលិតកម្មអញ្ចឹងនេះអូនចង់អត់ការងារធ្វើមែនណាហើយចុះបងមិនឃើញទេអីថាគេមើងងាយខ្ញុំបែបណានោះខ្ញុំមិនមែនជាព្រីស៊ីម៉ង់ដែលឈរស្ងៀមឲ្យគេដៀលតាមចិត្តនោះទេហ៎ស្គាល់ខ្ញុំតិចពេកហើយយើងមកធ្វើការរកផលប្រយោជន៍ឲ្យក្រុមហ៊ុនគេដែររឿងអីដែលខ្ញុំត្រូវត្រមនុស្សដែលមិនឲ្យតម្លៃយើងនោះតែអូននេះជាប់កងត្រាថតរឿងឲ្យផលិតកម្មគេណាតារាឯណាគេទៅហ៊ានឆ្លោះជាមួយថកែនោះបងនេះស្ទើរតែរឹងខ្លួននិយាយមិនចាញ់ទេបើបងខ្លាញ់នៅឲ្យតែស្ងៀមតែខ្ញុំប្រាប់ហើយតាំងបើគេមើងងាយយើងមុនខ្ញុំមិនទុកមុខឲ្យដែរហើយបើគេចង់ដកខ្ញុំចេញពីក្រុមហ៊ុនក៏អញ្ចឹងកំពុងតែមិនចង់ធ្វើការរួមជាមួយនាងនីគីស្អីគេនោះផងមិនក៏អញ្ចឹងទៀតហើយចារឿងការងារគឺការងាររឿងផ្ទាល់ខ្លួនគឺទុកមួយឡែកសិនទៅនេះមិនដឹងថាលោកស្រីនីឡាតែនិយាយប្រាប់ប្តីគាត់ពីពួកយើងថាយ៉ាងម៉េចទេបងពិតជាបារម្ភខ្លាំងណាស់មើលតែគាត់ដូចជាខឹងនឹងអូនចេននេះខ្លាំងណាស់ណាប៉ាត់ថោបងចេមីងបងខ្វល់អីម្លេះទេគេនិយាយអីក៏និយាយទៅខ្ញុំមិនខ្វល់ទេគេមិនហ៊ានដកខ្ញុំចេញទេណាបងរឿងថតបាន 60% ហើយនោះបើគេដងត្រូវមាននរណាម្នាក់មកថតជំនុំតែនរណាទៅថតឡើងវិញទៅបងនេះធ្វើការក្នុងចង្កោមនេះយូរហើយនៅតែមិនដឹងទៀតតែអូនកុំតែមានរឿងឆ្លោះជាមួយគាត់ទៀតអីវាគ្មានលទ្ធផលល្អសម្រាប់ខ្លួនឯងទេវាមានតែប៉ះពាល់ដល់ការងារយើងណាលើកក្រោយគេមិននឹងហៅថតទៀតទេអូនត្រូវធ្វើខ្លួនឲ្យពួកឡៃអិននេះគេស្រឡាញ់ចូលចិនទៅការងារយើងបានច្រើននោះអីខ្ញុំគោរពនឹងឲ្យតម្លៃអ្នកដែលឲ្យតម្លៃខ្ញុំប្រាប់បងប្រមាណដងទៀតលោកស្រីនីឡានីលុយស្អីគេនោះទេដែលមិនគោរពខ្ញុំមុននោះបានហើយខ្ញុំចង់ទៅងូតទឹកសម្រាប់ព្រោះហត់ហើយមួយថ្ងៃនេះបងចូលទៅចម្អិនអីខ្ញុំញ៉ាំបន្តិចទៅបើតបែបនេះទៀតមិនយូរទេច្បាស់ជាបាត់បងត្រូវតែដកនាងចេននេះស្អីគេនោះចេញពីផលិតកម្មយើងភ្លាមហ្នឹងអូនមិនចូលចិត្តមុខនាងទេអូននិយាយស្អីដកមើលទៅដកកូនស្បៃចាស់ចេននេះនាងកំពុងតែចុកកងត្រាថតរឿងថ្មីរបស់យើងណាមិនទាន់ចាប់ទេមិនក៏សុកឲ្យបងដកនាងចេញពីផលិតកម្មចាស់ខ្ញុំមិនដឹងទេមុននេះវានិយាយមើងងាយខ្ញុំណាវាមិនគោរពខ្ញុំទេដែលខ្ញុំនេះជាម្ចាស់ក្រុមហ៊ុនតារាបែបនេះຕົកក្បែរខ្លួនរកអីទៅជួយវាឲ្យបានល្បីហើយបើជាមិនដឹងគុណទៀនហើយអូននេះតែមានបញ្ហាអីជាមួយនឹងតែអូននៅឲ្យតែស្ងៀមតែកុំទៅរវល់ជាមួយនឹងពួកតារាអស់តែនោះអីការងារបែបនេះទុកឲ្យបងជាអ្នកធ្វើទៅបានហើយអូនមិនដឹងទេអូនស្អប់វាស្អប់មុខវាមិនចង់ឲ្យវាមកធ្វើការនៅទីនេះណែអូនយើងទេដែលជាអ្នកសុំនាងមករួមការងារចុះកងត្រាជាមួយគ្នានោះហើយពេលនេះនាងជាតារាជួមុខមានអ្នកតាមដានគ្រប់គ្រងក៏ច្រើនបើរឿងថតមាននាងគឺសុទ្ធតែផ្ទុះហើយអូនចង់ឲ្យបងបលែនាងងាយអញ្ចឹងហ៎ណាមួយកងត្រាគឺកងត្រាណាដកដាក់តាមតែចិត្តមិនបានទៅនេះសម្រាប់ថាយើងជាម្ចាស់ក្រុមហ៊ុនភាពយន្តធ្វើអ្វីនាងតារានោះមិនបានទេមែនទេបើបែបនេះវាឡើងចាំងស្លាប់ហើយមិនមែនទេណាអូនតែវាគ្មានហេតុផលណាសមរម្យដែលត្រូវដកនាងចេញនោះទេនាងក៏មិនបានប្រព្រឹត្តអីខុសពីលក្ខខណ្ឌរបស់ការងារហើយអ្វីដែលសំខាន់នោះរឿងថតក៏ជិតចាប់ហើយបងមិនអាចធ្វើតាមអូនព្រោះតែរឿងបន្តិចបន្តួចដែលអូនមានបញ្ហាជាមួយនាងទេអូននៅតែផ្ទះធ្វើខ្លួនឲ្យតែស្ងៀមទៅមិនបាច់មកតាមមើលបងថតនោះទេបងអាចចាត់ការខ្លួនឯងបានហើយមិនចង់ឲ្យខ្ញុំមកតាមបែបនេះបងមានអីលាក់បាំងជាមួយអូនមែនទេនាងចេននេះវាថានេះតែស្និទ្ធស្នាលជាមួយស្រីតារាស្អាតដែលរួមការងារជាមួយបងខ្ញុំប្រាប់ឲ្យហើយហ្នឹងកុំគិតចង់ក្បត់ខ្ញុំឲ្យសោះហើយបថោអូនបងតែក្បត់ប្រពន្ធបងទាំងស្អាតតែពូកែមិនបានទៅហើយបងស្និទ្ធស្នាលជាមួយនឹងពួកតារានោះព្រោះតែបងជាអ្នកដឹកនាំតួបងតែស្និទ្ធស្នាលជាមួយពួកគេទាំងអស់គ្នាហើយគ្មានអីចំណែកនោះទេអូនកុំគិតចាន់ពេកអីណានាំតែឆាប់ចាស់នោះទេអូនមកមើលព្រោះខ្លាចបងនេះរវល់រហូតមិនចូលផ្ទះមិនបានទេចាប់ពីពេលនេះតទៅខ្ញុំត្រូវតែតាមមើលបងថតរាល់ថ្ងៃបែបនេះហេខ្ញុំដូចជ្រុយហើយតើនេះលោកស្រីប្រធានមកក្រុមហ៊ុនណាយ៉ាងម៉េចនាងធ្វើខ្លួនដូចជាភ្ញាក់ផ្អើលអ្វីម្លេះហើយមិននេះនាងនិយាយថាម៉េចប្រឹងបបួលប្តីយើងទៅណាមែនទេមិនមែនទេលោកស្រីគឺខ្ញុំចង់និយាយថាខ្ញុំអស់ប្លង់ថតហើយមកសុំគាត់ទៅសម្រាប់ចឹងខ្ញុំទៅសិនហើយឈប់សិននាងមែនទេដែលជាតួឯកក្នុងរឿងថ្មីនោះនាងឈ្មោះអីទៅចាលោកស្រីខ្ញុំឈ្មោះនីគីគឺបានកូនបនលោកចៅវ៉ាំងផ្ដល់ឱកាសឲ្យខ្ញុំបានថតរឿងថ្មីជាតួឯកនោះនេះជាសំណាងរបស់ខ្ញុំណាហើយក៏អរគុណដល់លោកស្រីដូចគ្នាមើលទៅមុខមាត់ស្អាតបាត់គ្រាន់បើខ្ញុំសូមប្រាប់ឲ្យហើយហ្នឹងការងារឲ្យដឹងការងារកុំឲ្យមានកំណត់អីផ្សេងពីនឹងឲ្យសោះហ្នឹងលោកស្រីនិយាយបានន័យថាម៉េចទេខ្ញុំថានាងគួរតែយល់បានហើយកុំសម័យខ្ពស់ពេកប្រយ័ត្នធ្លាក់បាក់កងាប់ទៅ
ខ្ញុំមិនដឹងថាលោកស្រីនិយាយក្នុងន័យអ្វីនោះទេតែខ្ញុំគ្រាន់តែចង់ប្រាប់ថាជីវិតមនុស្សយើងម្នាក់ៗត្រូវតែមានក្តីសម័យហើយខ្ញុំផ្ទាល់ក៏មានក្តីសម័យដែរទៅខ្ពស់ឬក៏ទាបអ្នកដទៃគ្មានសិទ្ធិមកកំណត់នោះទេខ្ញុំថាលោកស្រីគិតច្រើនពេកហើយមនុស្សចាស់គិតច្រើនពេកមិនល្អទេណាព្រោះវាកាន់តែធ្វើឲ្យមុខឆាប់ចាស់ហើយជ្រួញខ្លាំងខ្ញុំមិនបំណងល្អទេណាអ្នកណាចាស់ទៅអ្នកនិយាយគ្មានសិលធម៌ក្នុងខ្លួនទេឬយ៉ាងម៉េចបានជានិយាយមិនចេះគិតបែបនេះខ្ញុំសុំទោសផងចប់បើខ្ញុំនិយាយទៅប៉ះពាល់តែខ្ញុំថាហើយខ្ញុំមានបំណងល្អទេចឹងខ្ញុំមិនได้រំខានទេខ្ញុំសុំទៅសិនហើយពួកមីតារារបស់បងនេះមួយមិនធម្មតាទេដូចមិនខ្លាចរឯងចិត្តមេកៅសោះទៅស្និទ្ធស្នាលជាមួយពួកវារហូតដល់ដឹងចិត្តហើយមែនទេបានជាវានិយាយអីមិនក្រាញ់ចិត្តបែបនេះហើយអូនទៅប្រកាន់ច្រើនធ្វើអីតើនាងនិយាយមិននេះគ្រាន់តែមានបំណងល្អលើអូនតើហើយអូនទៅនិយាយឌៀមដាមឲ្យនាងមុនធ្វើអីតើគឺអូនបារម្ភពីពួកឆ្មាដែលវាចង់ស៊ីត្រីអាំងនឹងណាប្រហែលមិនបានទេមិនក៏បងចេញមកការពារវាហ្មងបងក៏អញ្ចឹងដែរកុំសំបីតែកិននេះបែបបានច្រើនដែរទេចៅចាលោកយាយបាន3កត្រាហើយនេះលោកយាយចេញមកចំការធ្វើអីទៅថ្ងៃក្តិនគឺយាយមិនចង់នៅតែក្នុងផ្ទះនឹងណាចេញក្រៅខ្លះមកមើលចៅយាយធ្វើការនោះអីលោកយាយប្រហែលថ្ងៃនេះមេក្តៅខ្លាំងណាស់ខ្ញុំថាលោកយាយចូលក្នុងផ្ទះវិញទៅអីចេញមកក្រៅកដាថ្ងៃបែបនេះមិនល្អទេអ្នកនាងក៏អញ្ចឹងដែរនាំខ្ញុំមកហត់តរហូតខ្ញុំនៅតែក្នុងផ្ទះក៏អត់សុខនេះតែចេញមកក្រៅរកអីធ្វើខ្លះនឹងណាណាមួយពេលយ៉ាងបានធ្វើបែបនេះក៏កាត់បន្ថយការចំណាយលើកម្មករដែរមែនទេលោកយាយនេះចាយាយឥឡូវធំចេះគិតហើយតើមិនលេអាឡក់ដូចក្មេងទៀតនោះទេបើថយយាយខ្ញុំធំហើយតើមិនក៏ថាខ្ញុំជាកូនក្មេងទៀតមែនហើយអ្នកនាងធំល្មមដល់វ័យមានប្តីហើយតើលោកយាយនេះតើអ្នកនាងសម្រាប់ចិត្តរៀបការនៅពេលណាទៅខ្ញុំចង់ស៊ីការអ្នកនាងដល់ហើយបងអើយនេះនិយាយតែរឿងនេះអត់ខ្ញុំរៀបការជាមួយអ្នកណាទេបើគ្មានគូផងនឹងបើនេះមកទៅក្នុងចំការរកអីទេដឹងហើយថាខែនេះមិនក្តៅណានៅតែក្នុងផ្ទះផងនៅតែក្តៅឃើញទេមានបញ្ហាទៅតែបានម៉ាក់គ្រាន់តែចង់ចេញក្រៅលំហែអីខ្លះហើយម៉ាក់ក៏មិនបានកើតអីធ្ងន់ធ្ងរឯណាគ្រាន់តែងឹតមុខបន្តិចតើក្មួយដាវីសុខភាពម៉ាក់មីងយ៉ាងម៉េចដែរហើយមិនបានជាគាត់ងងឹតមុខខ្យល់កបែបនេះបាទណាមីងគឺមកពេលលោកយាយគាត់ខ្សោយពេកហើយទៅថ្ងៃក្តៅទៅធ្វើឲ្យគាត់ទៅជាបែបនេះនោះហើយចោះគាត់ត្រឡប់មកដូចដើមវិញពេលណាដែរប្រហែលជា1ម៉ោងទៀតលេងអីហើយខ្ញុំបានដាក់សារ៉ូមកម្លាំងឲ្យគាត់ហើយក៏បានឲ្យថ្នាំត្រជាក់ដល់គាត់ដែរដើម្បីបញ្ចុះកម្ដៅនៅក្នុងខ្លួនរបស់គាត់យើងតាមដានមើលសភាពរបស់គាត់ទាំងអស់គ្នាណាព្រោះគាត់ជាមនុស្សចាស់អញ្ចឹងការប្រែប្រួលមិនដូចជាយើងក្មេងនោះទេមីងបារម្ភខ្លាចមានអីខុសប្រក្រតីនឹងណាក្មួយហ៎យប់នេះមីងចង់ឲ្យក្មួយសម្រាប់នៅទីនេះដើម្បីតាមដានមើលអាការៈម៉ាក់មីងផងណាម៉ាក់នេះមិនក៏ត្រូវឲ្យគេមកដេញនៅក្នុងផ្ទះដែរគឺដើម្បីមកមើលថែលោកយាយនឹងណាកូនមិនឃើញលោកយាយកំពុងតែឈឺទេអីមិនបារម្ភយាយទេអីកូនម៉ាក់មិនអីទេមិនចង់រំខានចៅដាវីតទេការងារចៅក៏ច្រើនត្រូវពិនិត្យអ្នកភូមិច្រើនអ្នកណាតែពេលយប់តាមម៉ាក់ខ្ញុំគ្រាន់តែចង់ឲ្យក្មួយដាវីតសម្រាប់នៅទីនេះដើម្បីតាមដានមើលអាការៈម៉ាក់ថាមានអីប្រែប្រួលឬក៏អត់ហ្នឹងឯងមិនខាតការងារអីទេមែនទេក្មួយបាទមិនអីទេបើណាមីងចង់ខ្ញុំសម្រាប់នៅទីនេះខ្ញុំធ្វើតាមណាមីងចោះពូអរគុណក្មួយហើយណានេះបើមិនបានក្មួយទេម៉ាក់របស់ពូពិតជាពិបាកហើយបាទមិនអីទេលោកពូគឺសុទ្ធតែគ្នាឯងតាមានអីដែលអាចជួយបានខ្ញុំនិយាយទីនឹងជួយជានេះក៏អីរើមើលរៀបចំបន្ទប់ឲ្យក្មួយដាវីតសម្រាប់មួយផងគេត្រូវសម្រាប់នៅទីនេះដើម្បីតាមដានសុខភាពលោកយាយនេះចាលោកស្រីខ្ញុំនឹងបញ្ញាប់ទៅរៀបចំឥឡូវនេះអញ្ចឹងខ្ញុំសុំត្រឡប់ទៅវិញសិនហើយល្ងាចបន្តិចខ្ញុំនឹងរៀបចំមកសម្រាប់នៅទីនេះចាក្មួយតាមសម្រួលចឹងចាំបាច់ពួកឯងហ្នឹងធ្វើដូចជារឿងធំទៅកើតម៉ាក់មិនបានកាត់អីធ្ងន់ធ្ងរឯណាឲ្យចៅដាវីតមកប្របាក់ធ្វើអីទៅនៅឲ្យតែស្ងៀមទៅជីវិតហ្នឹងហើយមិនក៏ទៅក្នុងចំការធ្វើអីទៅនៅតែក្នុងផ្ទះមិនសុខមែនទេឃើញទេជួលច្បល់ឲ្យពេញតែផ្ទះហើយយេតាវានេះចេះមកបន្ទោសទៅកើតស្មានតែខ្ញុំចង់បែបនេះមែនទេបានហើយលោកប៉ាណាម៉ាក់កុំប្រកែកគ្នាអីខ្ញុំថាណាម៉ាក់សម្រាប់ចុះពួកខ្ញុំមិននៅរំខានទេតើបង
ថ្ងៃតែបានចោលគេសម្រាប់នៅក្នុងផ្ទះនោះ អ្នកណាសម្រាប់អីទៅដារីកា អូយលោកខេមរាគឺគ្មានអីទេខ្ញុំចេះតែនិយាយតែនឹងនេះលោកមិនក្អែកជាមួយខ្ញុំមកបានជាមិនអត់ទេនាង អូគឺគ្មានអីទេគឺខ្ញុំចង់ជួបអ្នកនាងមកនិយាយគ្នាលេងយ៉ាងណាអូមែនហើយមុននេះខ្ញុំឃើញលោកគ្រូពេទ្យនោះចេញពីផ្ទះរបស់អ្នកនាងអ្នកណាកាត់អីមែនទេខ្ញុំរកសូត្រតែក្នុងផ្ទះមិនឃើញសោះ អូយគឺលោកយាយខ្ញុំគាត់ខ្យល់កនឹងណាតែបាច់គ្រូពេទ្យមកពិនិត្យតែ ថាម៉េចលោកយាយខ្យល់ក៏មែនទេអូហើយចុះពេលនេះគាត់ចាំមិនទៅហើយ លោកយាយមិនអីទេបានធូរហើយគ្រាន់តែអស់កម្លាំងងងឹតមកដោយសារតែសុខភាពគាត់ខ្សោយណាមួយគាត់ចាស់ទៀតចឹងហើយតែបានជាគាត់ងងឹតមកនោះ នេះខ្ញុំខំតែផៃស្មានតែមានរឿងអីធំជាងនេះបើគាត់មិនអីគឺល្អហើយអូតទៅនេះអ្នកនាងទៅតែមើលថែគាត់ឲ្យបានដិតដល់ណា ចារឿងនេះខ្ញុំដឹងហើយ ដារីកាខ្ញុំមានរឿងចង់សួរអ្នកនាងបានទេ លោកមិនได้ចង់សួរក៏សួរមកចឹង មើលទៅលោកគ្រូពេទ្យម្នាក់នោះដូចជាស្និទ្ធស្នាលនឹងគ្រួសាររបស់អ្នកនាងណាស់ឧស្សាហ៍ឃើញចេញចូលផ្ទះរបស់អ្នកនាងជារឿយៗគេទៅតែមកទីនេះសោះតែមើលទៅដូចជាចិត្តស្និទ្ធណាស់រឿងនេះយ៉ាងម៉េចទៅវិញទៅ អូតាមពិតទៅពេទ្យម្នាក់នោះជាកូនប្រុសមិត្តភក្តិមករបស់ខ្ញុំនៅភ្នំពេញគេចូលមកធ្វើជាពេទ្យស្ម័គ្រចិត្តនៅទីនេះគឺគេមិនដឹងមុនទេថាគេត្រូវមកកន្លែងនេះ អញ្ចឹងទេអញ្ចឹងតើបានជាមើលទៅគ្រួសាររបស់អ្នកនាងដូចជាចូលចិត្តគេណាស់ហើយចំពោះអ្នកនាងចូលចិត្តគេដែរទេ មិនក៏លោកសួរបែបហ្នឹងចំពោះគេខ្ញុំធម្មតាទេយ៉ាងណាក៏ស្វាគមន៍គ្នាតាមរបៀបមេស្គាល់តែប៉ុណ្ណឹង បានអ្នកនាងគិតបែបនេះខ្ញុំមិនធូរចិត្តណាស់នេះខ្ញុំខ្លាចថាអ្នកនាង លោកមកខ្ញុំជាមនុស្សបែបណាទេគិតថាខ្ញុំឃើញប្រុសមិនបានមែនទេ មិនអញ្ចឹងទេណាដោយសារខ្ញុំឃើញគេសង្ហាខ្លាចគេមានចិត្តលើអ្នកនាងហើយអ្នកនាងក៏មានចិត្តទៅលើគេវិញដូចគ្នាគឺខ្ញុំអារម្មណ៍ថា បើលោកមកនិយាយរឿងបែបនេះខ្ញុំគ្មានអីនិយាយជាមួយលោកទេខ្ញុំទៅវិញហើយ ឲ្យខ្ញុំសំទោសណាឈប់សិនខ្ញុំមកនេះក៏មានរឿងសំខាន់មួយទៀតចង់និយាយជាមួយដារីកាដូចគ្នាដែររឿងនេះខ្ញុំអ្នកទៅក្នុងចិត្តមកជួហើយណា មានរឿងអីទៀតហើយ គឺណែខ្ញុំមានចិត្តលើអ្នកនាងណា នេះលោកនិយាយអីទេខ្ញុំមិនយល់ទេ ខ្ញុំមិនចង់លេអារម្មណ៍បែបនេះទៀតនោះទេខ្ញុំឆ្លាញ់អ្នកនាងយល់មកហើយខ្ញុំឃើញគ្រូពេទ្យកំឡុងនោះចេញជប់តែអ្នកនាងគ្រប់ពេលបែបនេះខ្ញុំខ្លាចគេមានចិត្តលើអ្នកនាងអញ្ចឹងហើយទៅខ្ញុំមកសារភាពពីចិត្តរបស់ខ្ញុំដែលមានចំពោះអ្នកនាងឲ្យអ្នកនាងបានដឹងមុនដារីកាអ្នកនាងឆ្លើយមកណាថាអ្នកនាងក៏មានចិត្តលើខ្ញុំដូចគ្នាដែរអ្នកនាងមានចិត្តលើខ្ញុំដូចដែលខ្ញុំមានចិត្តលើអ្នកនាងដែរទេ នេះលោកខេមរាស្ដាប់ណាខ្ញុំអរគុណលោកដែលមានចិត្តមកលើខ្ញុំរាប់អានលោកត្រឹមតែជាមិត្តប៉ុណ្ណោះចំពោះអារម្មណ៍ស្នេហាវិញខ្ញុំគ្មានទេខ្ញុំសុំទោសផងយន់ណា ហេតុអីឬមកកនាងមានមនុស្សក្នុងចិត្តហើយមែនទេខ្ញុំមិនអត់ត្រង់ណាទេប្រាប់ខ្ញុំមកណាខ្ញុំនឹងបានកែឲ្យតែអ្នកនាងព្រមស្រឡាញ់ខ្ញុំ លោកគ្មានអ្វីត្រូវកែទេលោកល្អគ្រប់យ៉ាងហើយលោកមិនចាំបាច់កែប្រែខ្លួនឯងដើម្បីនរណានោះទេធ្វើជាខ្លួនឯងគឺល្អបំផុត ចុះបើខ្ញុំល្អហើយមិនក៏អ្នកនាងមិនអាចស្រឡាញ់ខ្ញុំគ្រួសារអ្នកនាងពួកកូនក៏ពេញចិត្តចំពោះខ្ញុំព្រមស្រឡាញ់ខ្ញុំទៅណាខ្ញុំសន្យាថានឹងមិនធ្វើឲ្យអ្នកនាងខកចិត្តសូម្បីម្ដងនោះទេមិនឲ្យអ្នកនាងរស់នៅពិបាកនោះទេ រឿងស្នេហារឿងអារម្មណ៍មិនអាចបង្ខំគ្នាបានទេក្តីស្នេហាវាកើតចេញពីបេះដូងកើតចេញពីការពេញចិត្តដោយខ្លួនឯងមនុស្សបើគេស្រឡាញ់ហើយមិនធ្វើអ្វីសោះក៏គេស្រឡាញ់ដែរ នេះខ្ញុំពិតជាគ្មានឱកាសបានពិសោធន៍ខ្លួនឯងទេឬទុកឱកាសឲ្យខ្ញុំសិនទៅណាថាមិនត្រូវអ្នកនាងអាចដូចចិត្តមកស្រឡាញ់ខ្ញុំវិញក៏ថាបានដែរ មិនបាច់ខាតពេលនោះទេសម្រាប់លោកខ្ញុំមានអារម្មណ៍ថាពួកយើងត្រឹមតែជាមិត្តប៉ុណ្ណោះហើយតទៅមុខទៀតក៏នៅតែជាមិត្តអារម្មណ៍ខ្ញុំគឺប្រាប់បែបនេះបានហើយខ្ញុំទៅវិញសិនហើយ នាងច្បាស់ជាមានមនុស្សនៅក្នុងចិត្តហើយមែនទេគេជាអ្នកណាតែឲ្យខ្ញុំសុំស្គាល់ផងបានទេ គ្មានទេលោកឈប់និយាយពីរឿងនេះទេហើយបើកាហើយទៅវិញចឹងខ្ញុំក៏មានការងារដែលត្រូវធ្វើដែរ លោកពូអ្នកមីងនេះខានមកជុំអ្នកមីងយូរដែរហើយលោកពូអ្នកមីងសុខសប្បាយជាទីងមីងសុខសប្បាយធម្មតាទីងនេះមានការអីជាមួយមីងមែនទីងបានជាមកដល់ផ្ទះបែបនេះចាគឺថាចាំមកសួរអ្នកមីងស្គាល់ទីតាំងកន្លែងដែលវាចុះធ្វើការដែរទីងគឺអញ្ចេះណាអ្នកមីងអាទិត្យក្រោយនេះខ្ញុំកម្រងទទួលថតប្រម៉ូទលេខខ្លួននៅកន្លែងទីជនបទគឺនៅខេត្តកំពង់ស្ពឺដែរចង់ឆ្លៀតទៅលេងវិញ អូអញ្ចឹងទេអីស្គាល់អញ្ចឹងមីងថាក្មួយក៏ស្គាល់ទីនោះដែរ
ម៉ាក់វាខ្ញុំថាកូនដាវីតមិនចង់ឲ្យណាស្គាល់ទីនោះទេនាំតែរំខានពេលវេលារបស់គេធ្វើការណា ពុទ្ធោបងក្មួយរាជនីមានតែជាអ្នកឆ្ងាយអីមកពីហ្នឹងគឺជាសង្សារកូនដាវីតតាំងមីងនឹងប្រាប់កន្លែងដែលកូនវីតទៅហ្នឹងទីនោះគឺជាភូមិដែលមីងនាំក្មួយទៅលេងកាលពីមុនហ្នឹងគឺផ្ទះវិឡាញ់ក្មួយចាំបាត់ដែរទីងយើងទៅតែទៅលេងថ្មីនឹងតាំងផ្ទះមាត់សម្លាញ់របស់អ្នកមីងមែនទីងហើយខ្ញុំចាំបានតាំងនេះខ្ញុំនឹងទៅរកវីតហើយណាអ្នកមីងតែក្មួយកុំទៅរំខានពេលវេលាគេធ្វើការច្រើនអីហ្នឹងពីព្រោះគេថាមួយថ្ងៃគឺរវល់ហ្នឹងអ្នកស្រុកមកពីនិតជំងឺជាប់គ្នាឲ្យរត់តែថ្ងៃតែម្ដងហើយខ្ញុំមិនរំខានវីតទេណាអ្នកមីងខ្ញុំគ្រាន់តែទៅអង្គុយមើលគេធ្វើខ្លួនស្ងៀមមិននិយាយអ្វីទាំងអស់រងចាំគេធ្វើការចាំទៅខ្ញុំទៅនិយាយរកគេហើយចុះក្មួយចេនេះគិតទៅថ្ងៃណាដែរមីងគិតថានឹងប្រឡាក់សាច់គោធ្វើងៀនផ្ញើទៅឲ្យកូនដាវីតផងច្បាស់ថាទៅថ្ងៃណាហើយប្រាប់មីងផងហ្នឹងមីងនឹងបានត្រៀមខ្លួនចាអ្នកមីងចាំខ្ញុំនឹងប្រាប់អ្នកមីងតាមក្រោយទៀតខ្ញុំព្យាយាមស៊ូវីតដែរតែវីតមិនព្រមប្រាប់ខ្ញុំសោះគេប្រហែលជាមិនចង់ឲ្យក្មួយទៅពិបាកបែបនេះទេមើលទៅនោះពីព្រោះថាទីជនបទគឺមិនដូចយើងទេគេគិតបារម្ភពីក្មួយនឹងហ្នឹងវីតនេះបច្ចុប្បន្នឲ្យស្រឡាញ់ហ្នឹងយកចិត្តទុកដាក់បារម្ភពីខ្ញុំរហូតចាំមើលហ្នឹងខ្ញុំនឹងទៅសប្រៃគេតើគេនឹងរំភើបដែរទេណអ្នកមីងគេច្បាស់ជារំភើបហើយបើសុកសង្សារតលេងដល់កន្លែងបែបនេះនោះមុននេះមីងបានរៀបចំធ្វើបង្អែមតែធ្វើជាមួយគ្នាដែរទេក្មួយកុំអីល្អជាងអ្នកមីងចាំពេលក្រោយចាស់បានតិចទៀតខ្ញុំទៅវាស់ខ្លួនកាត់ឈុតថ្មីត្រៀមចូលកម្មវិធីមិត្តភ័ក្តិអញ្ចឹងខ្ញុំគិតថាលាលោកពូអ្នកមីងទៅវិញសិនហើយហ្នឹងជម្រាបលាចាក្មួយសុខសប្បាយណាស់មិនក៏បញ្ញាប់យ៉ាងនេះអូននេះមើលទៅដូចជាត្រូវដងត្រូវផ្លែគ្នាណាស់កូនជើងគេមិនដែលនិយាយប្រាប់ជើងទេថាក្មួយចិត្តនេះជាសង្សាររបស់គេនោះ មិននិយាយនេះកូនយ៉ាងម៉េចហ្នឹងឃើញមកពីផ្ទះក្មួយដារីកាវិញក៏តែពីអង្គុយសេញជប់សេញចឹងបែបនេះមានផឹកស្រាទៀតកូនកើតអីមែនទេម៉ាក់ដារីកានេះមិនបានស្រឡាញ់កូនទេណានេះខ្ញុំខុសចិត្តណាស់ម៉ាក់ពុទ្ធោកូននេះកូនសារភាពប្រាប់គេហើយមែនទេបាទនេះម៉ាក់មុននេះខ្ញុំបានទៅផ្ទះរបស់នេះហើយខ្ញុំបាននិយាយរឿងនេះជាមួយនឹងនាងថានាងមិនបានគិតអីមកលើខ្ញុំនោះទេនាងទុកខ្ញុំត្រឹមតែជាមិត្តភក្តិប៉ុណ្ណោះចុះឯណាពីដែលម៉ាក់ថាខ្ញុំជាមនុស្សល្អស្រីណាក៏គេស្រឡាញ់ខ្ញុំនោះតែដារីកានេះមិនបានស្រឡាញ់ខ្ញុំទេម៉ាក់នាងអាចនឹងមិនទាន់ហ៊ានឆ្លើយតបមកកូនក៏ថាបានមនុស្សស្រីខ្មាក់អៀនច្រើនចឹងហើយកូនទុកពេលឲ្យនាងសិនទេនាងនិយាយច្បាស់ហើយណាម៉ាក់ម៉ាក់ឈប់កុហកខ្ញុំទេតាខ្ញុំមិនមែនជំនួសដែលនាងស្រឡាញ់នោះទេខ្ញុំមិនល្អត្រង់ណាទៅម៉ាក់បានជានាងមិនអាចស្រឡាញ់ខ្ញុំនោះបើនាងនិយាយច្បាស់ចឹងហើយនោះកូនកាត់ចិត្តវិញទេរឿងនេះមិនអាចបង្ខំបានទេកូនស្នេហាវាកាត់ចេញពីការពេញចិត្តបើក្មួយដារីកាមិនស្រឡាញ់កូនក៏នៅមានមនុស្សស្រីជាច្រើនទៀតដែលឲ្យកូនឬខ្វះអីកំមក្នុងភូមិនោះតែកូនគ្មានអារម្មណ៍លើណាដូចជាដារីកាទេខ្ញុំធ្វើចិត្តមិនទាន់បានទេម៉ាខ្ញុំស្មានថាពេលកន្លងមកដែលនាងមកស្និទ្ធស្នាលជាមួយនឹងខ្ញុំស្មានថានាងក៏មានចិត្តមកលើខ្ញុំតាមពិតតែនោះគឺគ្មាននោះទេកុំអីណាកូនមនុស្សប្រុសយំព្រោះតែស្នេហាអាក្រក់មើលណាត្បូងពិបាកចឹងហើយយូរក៏ធម្មតាហើយកុំផឹកទៀតអីណាកូនមិនល្អសម្រាប់សុខភាពទេណាតែកូនពិតជាខូចចិត្តមែនណាម៉ាកូនមិនដឹងថាจะទៅណាទៅរកណានោះទេពេលនេះគឺមានតែស្រាទេដែលយកចិត្តរបស់កូននោះកូនមានម៉ាក់មានប៉ាដែរទេមិនបានជាថាគ្មានណាអញ្ចឹងប៉ាម៉ាក់នៅខាងកូនចាប់ផ្ដោតកម្លាំងចិត្តឲ្យកូនជានិច្ចណាមិនអីទេកូននេះមកសង្ងំនៅទីនេះសោះមិនក៏មកនៅក្នុងផ្ទះតែតាំងពីខ្ញុំមកសម្រាប់នៅទីនេះបានមកយប់ខ្ញុំមិនទាន់បាននិយាយជាមួយនឹងនាងទេខ្ញុំចង់ទៅណាមកណាជាសិទ្ធិរបស់ខ្ញុំផ្ទះខ្ញុំចំការខ្ញុំលោកមិនអីចង់និយាយជាមួយខ្ញុំទេគឺគ្រាន់តែចង់និយាយលេងធម្មតាក្នុងនាមជាភ្ញៀវនិងម្ចាស់ផ្ទះហ្នឹងណានាងដូចជាព្យាយាមគេចមកពីខ្ញុំមិនទេលោកជាណាទេដែលខ្ញុំត្រូវគេចមកនោះព្រោះតែខ្ញុំមិនចេះនៅស្ងៀមទៅចេញមកក្រៅរហូតនោះមានបញ្ហាអីហ៎អញ្ចឹងមិនចម្លែកទេ
ដែលអ្នកម៉ាក់របស់អ្នកនាងតែងតែនិយាយថាអ្នកនាងដូចជាកូនក្មេងចូលចិត្តលេងតែជាមួយក្មេងៗនោះ គឺតាមពិតគឺអញ្ចឹងសោះ លោកខ្សែសែងខ្ញុំមិនមែនក្មេងទេណាខ្ញុំធំហើយចេះគិតគូរបីខោបីត្រង់ខ្ញុំក៏បានរៀនចាប់មកពីក្រោយដែរកុំឃើញខ្ញុំបែបនេះថាខ្ញុំអាយុតិចណាស់ពេកថាបងអូនខ្ញុំតែដឹងណា ហើយអាយុប្រហែលហើយនោះមើលទៅលេឡោដូចជាកូនក្មេងអញ្ចឹងនោះថាខ្ញុំប្អូនបែបនេះខ្ញុំថាអ្នកនាងគួរតែមកស្ដាប់ពីប្រវត្តិនៃការសិក្សារបស់ខ្ញុំសិនតែខ្ញុំចាប់បាត់ឌុបនៅអាយុ20ឆ្នាំរៀននៅសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រសុខាភិបាលអស់4ឆ្នាំហើយបន្តរៀនជំនាញពេទ្យនៅបរទេស8ឆ្នាំទៀតគិតមើលថាខ្ញុំប្អូនឬក៏បងអ្នកនាង អូលោកមិនមែនក្មេងទេលោកចាស់ហើយខ្ញុំគួរតែឲ្យលោកថាអ៊ំតែដឹងល្អទេ ក៏មិនដល់ថ្នាក់នឹងពេកនោះទេតែទោះបីជាខ្ញុំអាយុច្រើនបន្តិចមែនបើមើលលើរូបសម្រស់វិញនោះខ្ញុំក៏សង្ហាដែរតែគេច្រឡំហៅខ្ញុំអូនតែរហូតហ្នឹង សរសើរខ្លួនឯងពេកហើយគ្មានសង្ហាត្រូវណាផងខ្ញុំនិយាយជាមួយលោកនេះ អេបញ្ញាប់តាណាហ្នឹងអៀននឹងខ្ញុំមែនទេនោះ